វិធីសាស្ត្រជួយកូនក្នុងការគ្រប់គ្រងកំហឹងតាមបែបវិជ្ជមានកំហឹងគឺជាអារម្មណ៍ធម្មជាតិដែលកូនតែងតែជួបប្រទះហើយភារកិច្ចរបស់ឪពុកម្ដាយគឺត្រូវណែនាំឲ្យគេចេះគ្រប់គ្រងនិងបង្ហាញវាតាមវិធីដែលមិនធ្វើឲ្យខ្លួនឯងឬអ្នកដទៃឈឺចាប់ខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ដែលឪពុកម្ដាយឬអ្នកអាណាព្យាបាលអាចយកទៅអនុវត្តដើម្បីជួយកូនក្នុងការគ្រប់គ្រងកំហឹង 1. ទទួលស្គាល់អារម្មណ៍របស់កូនជំហានដំបូងនិងសំខាន់បំផុតគឺការទទួលស្គាល់ថាអារម្មណ៍កំហឹងរបស់កូនគឺពិតកុំបដិសេធឬថាកូនមិនត្រូវមានអារម្មណ៍អញ្ចឹងផ្ទុយទៅវិញត្រូវប្រាប់កូនថាដឹកម៉ាក់ពុកឃើញថាកូនកំពុងខឹងឬពុកយល់ថាវាពិតជាធ្វើឲ្យកូនខឹងមែនការទទួលស្គាល់នេះអាចជួយឲ្យកូនអនុញ្ញាតខ្លួនឯងឲ្យមានអារម្មណ៍នោះរួចចាប់ផ្ដើមដោះស្រាយបញ្ហាជាងការប្រយុទ្ធបដិសេធនឹងអារម្មណ៍ខ្លួនឯងបន្ទាប់មកជួយកូនកំណត់ឈ្មោះអារម្មណ៍ដែលកើតឡើងដោយប្រើពាក្យដូចជាខឹងឈឺចិត្តអស់សង្ឃឹមឬមិនយល់ព្រម 2. បង្រៀនជំនាញដោះស្រាយបញ្ហានៅពេលកូនស្ងប់បន្តិចហើយជួយគេវិភាគមូលហេតុពិតប្រាកដនៃកំហឹងសួរសំណួរដើម្បីជួយគេស្វែងយល់ថាតើមានអ្វីកើតឡើងតើអ្វីដែលធ្វើឲ្យអារម្មណ៍នេះកើតឡើងនៅពេលដែលដឹងហេតុផលហើយណែនាំឲ្យកូនរកដំណោះស្រាយហើយពិភាក្សាជាមួយគ្នាអំពីលទ្ធផលដែលអាចកើតមានពីជម្រើសនីមួយការធ្វើបែបនេះបង្រៀនកូនឲ្យគិតដោយសន្តិវិធីជាងប្រតិកម្មភ្លាម 3. បង្កើតវិធីសាស្ត្របញ្ចេញកំហឹងបង្កើតថាមពលរាងកាយដ៏ខ្លាំងក្លាសូមជួយកូនរកមធ្យោបាយដើម្បីបញ្ចេញថាមពលនោះតាមវិធីសុវត្ថិភាពដូចជាឲ្យគេមានពេលស្ងៀមស្ងាត់នៅកន្លែងដែលមានសុវត្ថិភាពអនុញ្ញាតឲ្យគេធ្វើសកម្មភាពរាងកាយដូចជាលោតដើរខ្សាច់ក្នុងប្រអប់ដកដង្ហើមជ្រៅឬគូគំនូរដោយសេរីអ្នកក៏អាចបង្កើតកន្លែងស្ងប់ស្ងាត់នៅក្នុងផ្ទះដែលកូនអាចទៅអង្គុយដើម្បីធូរស្បើយពេលមានអារម្មណ៍ខឹងខ្លាំង 4. ធ្វើជាគំរូល្អកូនរៀនភាគច្រើនតាមរយៈការសង្កេតអ្វីដែលឪពុកម្ដាយធ្វើដូច្នេះការបង្ហាញជាគំរូពីរបៀបគ្រប់គ្រងកំហឹងរបស់អ្នកផ្ទាល់គឺជារឿងសំខាន់នៅពេលអ្នកខឹងអ្នកអាចនិយាយអំពីអារម្មណ៍របស់អ្នកទៅកូនដូចជាថ្ងៃនេះម៉ាក់ពិតជាខឹងណាស់ពីប្រធានការងារតែម៉ាក់នឹងត្រូវដើរបន្តិចហើយដកដង្ហើមសិនមុននឹងទៅវិញ 5. កសាងទំនាក់ទំនងគ្រួសារដែលមានការយល់ដឹងបង្កើតបរិយាកាសគ្រួសារដែលអារម្មណ៍ទាំងអស់ត្រូវបានទទួលស្គាល់ប៉ុន្តែក៏មានព្រំដែនច្បាស់លាស់អំពីអាកប្បកិរិយាដែលអាចទទួលយកបានឧទាហរណ៍វាជាការធម្មតាដែលខឹងប៉ុន្តែមិនអនុញ្ញាតឲ្យវាយឬស្រែកជេរប្រតិចការកំណត់ព្រំដែនដែលមានភាពច្បាស់លាស់និងស្ថិរភាពជួយឲ្យកូនមានអារម្មណ៍មានសុវត្ថិភាពនិងអាចទស្សន៍ទីបានក្នុងពេលជាមួយគ្នាផ្ដល់ការលើកទឹកចិត្តដល់កូនដើម្បីឲ្យគេអភិវឌ្ឍទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងបញ្ហា 5. អនុវត្តតាមរយៈការលេងសម្រាប់កុមារការលេងគឺជាមធ្យោបាយរៀនដ៏ល្អប្រសើរអ្នកអាចប្រើសៀវភៅរូបភាពដែលនិទានពីអារម្មណ៍ឬបង្កើតសកម្មភាពសិល្បៈដូចជាគូគំនូរលាយពណ៌ឬផ្ទាំងសម្លេងដើម្បីឲ្យកូនបង្ហាញអារម្មណ៍របស់ខ្លួនការអនុវត្តទាំងនេះធ្វើឲ្យការរៀនគ្រប់គ្រងអារម្មណ៍កាន់តែទាក់ទាញនិងមិនគំរាមកំហែងសម្រាប់កូនការណែនាំកូនឲ្យចេះគ្រប់គ្រងកំហឹងតាមបែបវិជ្ជមាននឹងជួយដល់សុខភាពផ្លូវចិត្តទំនាក់ទំនងសង្គមនិងសមត្ថភាពដោះស្រាយបញ្ហារបស់គេនាពេលអនាគត